ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទៅលេងបឹងមួយជាបឹងធម្មជាតិដែលមានឈ្មោះថាបឹងលំកុដបឹងនេះស្ថិតនៅក្នុងឃុំសេដាស្រុកលំផាត់ខេត្តរតនគិរីគឺនៅចម្ងាយ54គីឡូម៉ែត្រពីក្រុងបានលុងបឹងលំកុដមានជម្រៅប្រហែល60ម៉ែត្រហើយកើតឡើងដោយសារបន្ទុះភ្នំភ្លើងហើយទឹកបងប្អូនទឹកនៅបឹងលំកុដហ្នឹងទឹកឡើងថ្លាហើយថ្លាពណ៌ខៀវបើទឹកនៅបឹងយក្សឡោមថ្លាដែរប៉ែនថ្លារៀងខ្មៅតែបឹងលំកុដថ្លារៀងខៀវហើយព័ទ្ធជុំវិញទៅដោយដើមឈើដូចថានៅជុំវិញបឹងហ្នឹងសិតតែដើមឈើធំធំដែលអញ្ចឹងទៅវាធ្វើឲ្យខ្យល់មកត្រជាក់គួរឲ្យចង់ដូចថាចង់អង្គុយបើថាអង្គុយបានមួយស្ទុះដឹងឲ្យគេងលក់ហ្មងលក្ខណៈដូចគ្នារបស់បឹងទាំងពីរហ្នឹងគឺបឹងយក្សឡោមហើយនិងបឹងលំកុដកើតឡើងដោយសារបន្ទុះភ្នំភ្លើងដូចគ្នាហើយព័ទ្ធជុំវិញទៅដោយព្រៃឈើដូចគ្នាហើយសម្បូរសត្វព្រៃហើយនិងសត្វស្លាបច្រើនហើយក៏មានប្រជាជនជាតិភ្នងជនជាតិទំពួនរស់នៅដូចគ្នាហើយអ្វីដែលខុសគ្នាគឺបឹងយក្សឡោមមានរាងមូលហើយបឹងលំកុដមានរាងបេះដូងហើយចំណែកទឹកវិញទឹកថ្លាដូចគ្នាគ្រាន់ថាមួយថ្លារាងពណ៌ខៀវហើយមួយទៀតថ្លារាងពណ៌ខ្មៅដូចទឹកសមុទ្រអញ្ចឹងណាបើបងប្អូនបានទៅដល់ទីនោះគឺដូចថានៅជាមួយធម្មជាតិពិតតែម្ដងហើយពួកខ្ញុំបានទៅលេងកាលពីដើមខែ11ឆ្នាំ2025បឹងនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ថាជាតំបន់ការពារទេសភាពហើយនៅតំបន់ហ្នឹងមានប្រព័ន្ធអេកូឡូស៊ីសម្បូរបែបអញ្ចឹងហើយទើបរដ្ឋាភិបាលចាត់ទុកជាតំបន់ការពារទេសភាពហើយនៅថ្ងៃដែលខ្ញុំបានទៅលេងបងប្អូនអត់សូវមានអ្នកលក់ដូរច្រើនទេដូចជាមានតែមួយកន្លែងហើយដោយសារដូចថាអត់សូវមានភ្ញៀវទៅលេងអញ្ចឹងលក់អត់ដាច់អត់សូវមានអ្នកលក់ទេដូច្នេះហើយបើបងប្អូនចង់ជួយដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់បងប្អូនអាចទៅលេងបាននៅបឹងខ្ញុំធានាថាពិតជាមិនខុសបំណងឡើយដោយសារនៅបឹងនោះពិតជាស្រស់ស្អាតពិតមែនធម្មជាតិមានដើមឈើមានសត្វព្រៃហើយសត្វស្លាបហើយមានខ្យល់បរិសុទ្ធហើយម្លប់ត្រឈឹងត្រឈៃហើយមានដូចថាតូបមានកន្លែងកញ្ចុះគេសម្រាប់ឲ្យអង្គុយអញ្ចឹងហើយលក់ដូរអ្នកលក់ដូរនៅទីនោះក៏លក់ក្នុងតម្លៃសមរម្យអត់មានដូចថាថ្លៃជាងនៅនេះនៅនោះអីអត់ទេយើងធ្លាប់ទិញប៉ុណ្ណាគឺគាត់លក់ប៉ុណ្ណឹងតម្លៃសមរម្យដូច្នេះបើបងប្អូនមានការចង់ដំណើរកម្សាន្តសូមកុំភ្លេចរមណីយដ្ឋានបឹងលំកុដហើយសូមមេត្តាជួយជាវឬក៏ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនាងខ្ញុំរីករាយទទួលមតិកែលម្អពីបងប្អូនគ្រប់ពេលវេលាសូមអរគុណចំពោះការទស្សនាវីដេអូពីដើមដល់ចប់សូមជូនពរបងប្អូនមានសុខភាពល្អនិងមានសេចក្តីសុខអរគុណច្រើន